មានរបស់ fake អត់បងមានអូននេះរូបរាង claim របស់ខ្ញុំគឺបែបនេះហើយនេះប្រអប់បើសិនបើបងប្អូនទិញខុសពីកម្របសអញ្ចឹងបងប្អូនមិនមែនទិញចំផលរបស់ខ្ញុំទេអញ្ចឹងបងប្អូនទិញចំ fake បណ្ណាគេអញ្ចឹងបានតែរំពឹងថាបានផលរបស់បងទៅអត់រួចហេតុអីកំងចេញពីរោងចក្រខុសគ្នាអញ្ចឹងគុណភាព claim គឺខុសគ្នាឯងបើបងប្អូនចង់ទិញចំផលិតផលអត់មានអ្វីដែលពិបាកឯងអ្នកទាំងគ្នាគ្រាន់តែវាយថាចាស៊ី claim មកគឺលោត page តំណែងចែកចាយខ្ញុំហីអញ្ចឹងអ្នកទាំងគ្នាឆាតទៅគាត់គឺគាត់ប្រឹក្សាស្បែកមុខប្រាប់អ្នកទាំងគ្នាថាតើប្រភេទស្បែកមុខអ្នកទាំងគ្នាគឺជាប្រភេទស្បែកមុខអីស្ងួតខ្លាញ់ឬក៏ស្បែកមុខធម្មតាអញ្ចឹងគាត់ប្រាប់ថាមុខអញ្ចឹងមួយអាទិត្យគួរតែប្រើប្រហែលថ្ងៃតមញ៉ាំអីគេគួរតែថែរក្សាមុខមិនបិទប្រហែលនាទីលាងចេញជាមួយនឹងទឹកអីអ្នកទាំងអស់គ្នាឆាតទៅមួយពួកគាត់បានគុណភាពបែបហ្នឹងឃើញគេប្រើបាត់មុនបាត់ស្នាមបាត់ប្រហោងបាត់រញើសដោយសារអីគេតែងចំផលិតផលគេប្រើទៅគេមានក្បួនអញ្ចឹងបានម្នាក់ភ្ញៀវខ្ញុំគាត់ប្រើទឹកបាត់គ្រប់គ្នាគឺដោយសារអញ្ចឹងហើយបើសិនមកបងប្អូនទិញអត់ចំផលិតផលទេហើយមកវាតម្លៃថាផលិតផលរបស់ខ្ញុំ claim មកកម្របសនេះប្រើទឹកបាត់អ្នកទាំងគ្នាមើលសិនទិញចំផលិតផលនៅ